ជំរាបសួរបងប្អូនទាំងអស់គ្នាចង់ដឹងតម្លៃមាសប្រែប្រួលយ៉ាងណាទៅតាមដានទស្សនាវីដេអូជាមួយខ្ញុំជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃប្រហោះទី16ខែតុលាឆ្នាំ2025យើងមិនដឹងអំពីតម្លៃហាងឆេមាសក៏ដូចជាតម្លៃខ្ពស់តម្លៃទាបនិងព័ត៌មានសំខាន់មួយដែរកាលពីម្សិលមិញខ្ញុំបានព្យាករណ៍ថាបើសិនជាតម្លៃមាសបំបីតម្លៃ resistance ទី1បងប្អូនទាំងគ្នាវានឹងអាចឈានទៅដល់តម្លៃ resistance ទី2ហើយនឹងបើសិនជាបំបីទី2ទៅដល់ទី3ប៉ុន្តែបំបីទី2យ៉ាងណាក្តីប៉ុន្តែវាអត់ទាន់ស្ទុះឡើងទៅលើទេឥឡូវយើងមកដឹងពីតម្លៃខ្ពស់តម្លៃទាបក្នុងថ្ងៃនេះផ្ទាល់ខ្ញុំនៅរក្សា resistance ទី3ដដែលបើសិនជាមាសអត់បំបីតម្លៃហ្នឹងទេគឺមាសនឹងធ្លាក់ថ្លៃមកវិញហើយធ្លាក់ថ្លៃកម្រិតណានោះយើងទៅមើលទាំងអស់គ្នាបាទកម្រិតទាបរបស់មាសទី1គឺស្ថិតនៅក្នុងតម្លៃបាទ41.59ខ្ញុំលុបប្រគល់នេះចោលបាទអញ្ចឹងនេះកម្រិតទាបទី1ហើយកម្រិតទាបទី2របស់មាសនោះគឺតម្លៃ$4111សម្រាប់បងប្អូនឆ្ងល់ថាហេតុអីបានមានតម្លៃ support and resistance បងប្អូនអាចទៅចូលមើលវីដេអូដែល admin បានធ្វើបាននៅក្នុងកម្មវិធីពីនោះហើយបើសិនជាមានចម្ងល់បន្ថែមអាចទៅដល់ admin បន្ថែមបានបាទអញ្ចឹង scenario មាសគឺបាទយើងឃើញថាតម្លៃមាសមានការកើនឡើងទៅលើដោយសារតែមានលោកត្រាំបានប្រកាសការពីម្សិលមិញគឺ we are in a trade war with China គឺយើងកំពុងតែស្ថិតនៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនខណៈពេលដែលប្រទេសចិនបានប្រកាសថានឹងមិនប្រកាសទេគឺបានរដ្ឋបិទការនាំចេញរ៉ែកម្រហើយអញ្ចឹងលោកត្រាំក៏បានដាក់ពន្ធគយមកវិញហើយឥឡូវនេះកំពុងស្ថិតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលនឹងធ្វើឲ្យតម្លៃមាសមានការកើនឡើងថែមទៀតបាទអញ្ចឹងកម្រិតខ្ពស់តម្លៃមាសអាចនឹងឈានទៅរកបាទនេះខ្ញុំដាក់បន្តមិនសិនបាទតម្លៃមាសអាចនឹងឈានទៅរកកម្រិតខ្ពស់នេះបន្ថែមទៀតគឺតម្លៃ4270ហើយបើសិនជាបំបីតម្លៃហ្នឹងវានឹងឡើងថ្លៃម្ដងទៀតតែបើបំបីទេតម្លៃមាសនឹងមានការធ្លាក់ថ្លៃមកវិញមករកកម្រិតមួយនេះបងប្អូនទាំងអស់គ្នាបាទបើសិនជាអត់បំបីតម្លៃហ្នឹងទេនេះតម្លៃមាសកម្រិតទាបទី1គឺតម្លៃបាទវានឹងអាចឈានទៅរកមកដល់កម្រិតតម្លៃនេះដូច្នេះយើងរងចាំមើលទាំងអស់គ្នាថាតម្លៃមាសមានសិទ្ធិនិយមឡើងទៅលើឬក៏ជួយគ្រប់ណាតម្លៃតកតងជាមួយព័ត៌មានសេដ្ឋកិច្ចសំខាន់ៗខ្ញុំបានជំរាបជូនបងប្អូនទាំងគ្នាក្នុងក្រុម VIP របស់ខ្ញុំអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់បន្ថែមតកតងនឹងការជួញដូរហាងចេញមាសអាចទៅអ្នកនោះបានតាមលេខទូរស័ព្ទ0957223372បាទសូមអរគុណ